បាទអនុញ្ញាតគ្រប់ជម្រាបសួរថ្ងៃនេះនាំកូនស្រីមកឲ្យចំណីត្រីនៅស្រះបងប្អូនថ្ងៃនេះបងប្អូនបានឃើញត្រីទេស្អាតណាស់ត្រីធំមួយប្រហែលជា2គីឡូ1គីឡូកន្លះអីបាទអស់ធំ2គីឡូកន្លះត្រីបាទហើយមានត្រីក្រហមត្រីមាសត្រីប្រាក់អីមកកំ pl ឥឡូវនេះកូនស្រីគេបានចំណីមកថងហើយបងប្អូនសប្បាយចិត្តណាស់ឲ្យតបានមកឲ្យចំណីត្រីហើយថ្ងៃនេះចេញពីរៀនមកល្ងាចឡើងថ្ងៃនេះថ្ងៃពហុបងប្អូនបានមកឲ្យចំណីត្រីម្ដងយូរនាំកូនស្រីមកឲ្យម្ដងមិនសូវបានមកទេដោយសាររាំងឆ្ងាយដែរឥឡូវនេះគេបានចំណីមកថងហើយអត់មានខ្វល់ជាមួយប៉ាជាមួយម៉ាក់អីទេគឺអង្គុយឲ្យម្នាក់ឯងបងប្អូនខ្លាចតែត្រីលុតតបាក់ដៃទេត្រីធំណាស់បងប្អូនហើយវាអត់ចេះខ្លាចមនុស្សទេនោះជួនកាលនោះវាឡើងមកលើនេះវាឡើងមកស៊ីចំណីណាបាទហើយខ្ញុំមិនសូវបានឲ្យទេខ្ញុំមកឡាយតែកាន់កាមេរ៉ាហ្នឹងឥឡូវមើលកូនស្រីគេអង្គុយឲ្យអានេះខ្ញុំថតវីដេអូឲ្យពុកម៉ែបងប្អូនមើលបានតិចទាំងអស់គ្នាហើយសប្បាយណាស់បងប្អូនឲ្យចំណីត្រីពេលល្ងាចអញ្ចឹងទៅអារម្មណ៍យើងស្រស់ស្រាយ refresh ហ្នឹងហើយគួបផ្សំនឹងអាកាសធាតុត្រជាក់មេឃស្តុំផងទៅហើយខ្យល់បក់រសៀលហើយយើងមានអីយកមកញ៉ាំតិចមកមានបុកល្ហុងមានប្រហិតមានអីចឹងទៅណាបាទហើយមានណែមមានអីសយ៉អីចឹងទៅដាក់មកសបងមកអង្គុយញ៉ាំបដាឲ្យចំណីត្រីបដាបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយរំសាយទុក្ខកង្វល់ទាំងឡាយដែលយើងបានធ្វើការងារច្រើនម៉ោងចឹងទៅយើងមាន stress មានអីច្រើនអញ្ចឹងយើងបានមក relax ឲ្យមើលត្រីមើលអីចឹងទៅសប្បាយចិត្តបងប្អូនមានអារម្មណ៍មួយថាវាបំបត្តិទុក្ខកង្វល់របស់យើងចឹងណាបាទហើយណាមួយគួបផ្សំនឹងស្រុកទេសរបស់យើងជួបសង្គ្រាមជួបអីផងទៅអារម្មណ៍របស់យើងក៏វាអត់សូវស្រួលប្រហែលដែរបងប្អូនទាំងការធ្វើការងារធ្វើការអីគេរស់ស៊ីខ្លួនឯងអីហ្នឹងក៏វាមិនសូវស្រួលប្រហែលដែរបាទដោយសារស្រុកទេសយើងមិនទាន់បានស្រួលបួលនៅឡើយប៉ុន្តែយ៉ាងណាក៏យើងត្រូវតែរឹងប៉ឹងបងប្អូនមិនថាក្នុងកលៈទេសៈណាទេគឺមានតែយើងខ្លាំងទៅយើងមានក្តីសុខបងប្អូនបើថាយើងរំពឹងអង្វរកឬក៏បន់ស្រន់ដើម្បីបានសេចក្តីសុខអត់បានទេតើតែយើងខិតខំខ្លួនយើងឧទាហរណ៍ដែលយើងមានគ្រួសារមានអីចឹងណាបងប្អូនបាទបើយើងមិនខំទេហើយទៅរំពឹងអ្នកណាអញ្ចឹងណាបាទយ៉ាងណាមិញនឹងក៏ដូចគ្នាដែរហើយថ្ងៃនេះបងប្អូនហើយដោយសារស្រះត្រីនេះញបូមទឹកយកទៅស្រោចដំណាំសងខាងអញ្ចឹងទៅវារាំងស្រកទឹកអស់ច្រើនអត់ទាន់បានបូមទឹកដាក់ថ្មីទេហើយត្រីនឹងក៏វាចង់ច្រើនត្រីចង់ស្មើទឹកទៅហើយត្រីហើយមួយថ្ងៃខ្ញុំឲ្យចំណីតែម្ដងទេត្រីនឹងបាទឲ្យពេលល្ងាចជួនកាលទៅខ្ញុំអត់បានឲ្យល្ងាចខ្ញុំឲ្យព្រឹកខែរដូវក្តៅអញ្ចឹងយើងអត់អាចឲ្យច្រើនដងពេកទេព្រោះវាប៉ះពាល់ដល់សុខភាពរបស់ត្រីអញ្ចឹងយើងឲ្យតែម្ដងទៅបានហើយនៅក្នុងផ្ទះហ្នឹងក៏មានមួយអាងធំដែរបងប្អូននេះសិតតែប្រភេទត្រីពណ៌មាសពណ៌អីហ្នឹងបាទសម្បូរត្រីពណ៌ប្រាក់ពណ៌អីហើយថ្លៃបងប្អូនងាលទិញប្រប៉ិនមេដៃមេជើងអីហ្នឹងមួយសិតតែមួយហ្មងមួយ3000 5000រៀលនោះត្រីបាទហើយចាំរាប់ខែរាប់បានធំបងប្អូនមិនលេងសើចទេហើយយើងផ្ចិតផ្ចង់ណាសម្បីការដាក់ទឹកដាក់មកទៅអូស៊ីសែនឲ្យវាក៏យើងត្រូវមើលថែវាដិតដល់ដែលយើងដាក់នៅអាងបាទតែយើងអត់មានអឺបច្ចេកទេសចិញ្ចឹមទេគឺងាប់ឲ្យហើយត្រីទៅហ្នឹងបាទមិនមែនចេះយើងបើកទឹកស្អាតដាក់ចិញ្ចឹមទេព្រោះទឹកស្អាតវាមានជាតិក្លមានអីច្រើនអញ្ចឹងទៅដាក់ទៅអត់មានអុកស៊ីសែនទេទឹកប្រភេទហ្នឹងតែយើងបើកទុកវាមួយថ្ងៃពីរថ្ងៃអាហ្នឹងមិនទឹកហ្នឹងចាប់ផ្ដើមមានអុកស៊ីសែនមកវិញហើយវាសាបអាជាតិក្លជាតិអីហ្នឹងបាទអាហ្នឹងបងប្អូនយើងត្រូវចេះដែរណាបាទហើយនេះមើលអានេះវាធំច្រើនហើយបាទធំហើយនេះមួយប្រហែលជា2គីឡូក៏មាន1គីឡូកន្លះហើយប្រព័ន្ធខ្ញុំតាមចាប់ត្រីហ្នឹងខ្វះកពេកបងប្អូនដោយសារឃើញវាធំហើយវាអត់សូវចេះខ្លាចមនុស្សទេដល់ម៉ោងចំណីដល់ម៉ោងអីគឺវាមិននៅចាំយើងត្រៀបត្រារមាត់ទឹកមាត់ច្រាំងហ្នឹងឯង
ហើយយើងដាក់ចំណីទៅមិនបាច់ដាក់ដល់ទឹកពេកទេយើងចង់ឃើញវាផងយើងដាក់នៅលើដីអញ្ចឹងទៅវាឡើងមកស៊ីខ្លួនវាគេទេបាទហើយសប្បាយបងប្អូនមានត្រីមានអីមកស្រះអញ្ចឹងទៅយើងកាត់បន្ថយភាពស្មុគស្មាញដែរហើយបើយើងចេះថែចេះអីទៅត្រីហ្នឹងយើងអាចយកមកហូបបានទៀតអាត្រីណាហូបយើងដាក់ចិញ្ចឹមដែរទៅអាណាយើងអត់ហូបយើងចិញ្ចឹមជាមួយទៅយើងបានមើលទាំងអស់នៅក្នុងហ្នឹងបាទអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនជួយ Subscribe ម្នាក់មួយផងបាយបាយ